បាទសម្រាប់វីដេអូមួយនេះខ្ញុំបង្ហាញអំពីការរកប្រាក់សរុបនៃទំនិញតាមផ្នែកនីមួយៗបាទនៅក្នុងតារាងនេះបាទដោយយើងយកទិន្នន័យពី sheet data sum បាទដោយនៅក្នុង sheet នេះគឺយើងយកតែប្រាក់សរុបហើយនឹងផ្នែកនៃមុខទំនិញបាទដូច្នេះយើងចូលទៅកាន់ sheet យើងនេះយើងប្រើរូបមន្ត sum កន្លែងនេះបាទវាស្មើ sum if បាទដាក់ s ផងបើកវងកញ្ចក់បាទយើងទៅ select sheet data sum ខាងដើមមិញយើងទៅយកទិន្នន័យពីបាទប្រាក់សរុបសិនបាទយើងអូសមកទៅមកយើងត្រូវចងដុល្លារផងកន្លែងនេះគឺយក F4 ឬក៏ FNF4 ក៏បានទៅតាមបន្ទាប់មកយើងខាម៉ារួចយើងមកអូសទិន្នន័យនៅក្នុងផ្នែកទំនិញមួយទៀតហើយយើងចងដុល្លារផងបាទយើងខាម៉ាមួយទៀតយើងទៅ select ឈ្មោះបាទឈ្មោះមួយ sheet មួយតាមផ្នែកវាមកបិទវងកញ្ចក់វិញ enter ដូច្នេះយើងកន្លែងនេះយើងformat cell មួយសិនមកយើងយកមកស្ដាំរួចយើងចុច format cell ហើយយើងទៅរើសយក custom កន្លែងនេះយើងយកសញ្ញាដែលគេកាត់ក្បៀសបាទសញ្ញាទ្រង់ជ្រូកគេកាត់ក្បៀសខ្ទង់គេកាត់ខ្ទង់ហើយយើងថែមដុល្លារពេលមកយកអូខេអូខេមកគឺវាកាត់ខ្ទង់បន្ទាប់មកយើងអូសបាទអូសតម្លៃមកគឺវារត់តាមតម្លៃនេះហើយកន្លែងនេះហើយដែលខ្ញុំរូបមន្តមិនយើងត្រូវចងដុល្លារយើងត្រូវការអូសបែបនេះបាទសម្រាប់ផ្នែកទំនិញនេះយើងបានចងដុល្លារទេដើម្បីអូសមកកន្លែងវារត់តាមជួរនេះបាទសូមអរគុណ